ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញអំពីប្រភេទបាតដៃដែលមានបានដោយសារការរកស៊ីណាចាហើយខ្ញុំក៏មកឆ្លើយអំពី comment ដែលគាត់ comment បានសួរដែរណាចាគាត់និយាយអញ្ចឹងមិនត្រូវទេព្រោះថាយកប្រទេសពីរមកប្រៀបធៀបគ្នារឹតតែមិនត្រូវទៅទៀតណាព្រោះប្រទេសរបស់យើងគឺទទួលរងនៅភ្លើងសង្គ្រាមហើយទើបតែបានធូរស្បើយនៅឆ្នាំកៅជាងនេះទេហើយសម្រាប់ប្រទេសសិង្ហបុរីវិញអត់មានទទួលរងនៅភ្លើងសង្គ្រាមទេហើយចោះគាត់មានឆ្ងល់មកចំណុចទៀតឬអត់ថាចេញពីភ្លើងសង្គ្រាមមកម្នាក់ដៃទទេដូចតែគ្នាទេប៉ុន្តែហេតុអីមកដល់បច្ចុប្បន្ននេះនៅតែមានអ្នកក្រហើយនៅតែមានអ្នកដែលរកស៊ីមាននោះក៏ដោយសារតែសម្ពាយបនមនុស្សយើងដែលស្ពាយមកគឺខុសៗគ្នាអញ្ចឹងហើយដែលនាំឲ្យបាតដៃមនុស្សយើងក៏ខុសគ្នាដូចគ្នាដែរហើយសម្រាប់ការអានបាតដៃនេះគេអាចមើលបានដឹងអំពីគ្រប់រឿងដោយសារតែបាតដៃមនុស្សយើងជាកន្លែងដែលកត់នៅជីវប្រវត្តិរបស់យើងពីអតីតបច្ចុប្បន្ននិងអនាគតមើលដឹងថាមនុស្សនឹងមានសម្ពាយបនឬអត់ហើយមើលដឹងរឿងជាច្រើនទៀតចាអញ្ចឹងខ្ញុំអត់មានអីបកស្រាយបន្ថែមទៀតទេខ្ញុំនឹងចាបង្ហាញទៅលើបាតដៃដែលខ្ញុំចង់លើកមកបង្ហាញណាចាដំបូងយើងពិនិត្យមើលខ្សែជីវិតរបស់គាត់គឺកោងស្អាតបែបនេះបន្ទាប់មកក៏ខ្សែខួរក្បាលចាបន្ទាប់មកទៀតចុងក្រោយគេគឺខ្សែបេះដូងណាចាសម្រាប់បាតដៃដែលមានខ្សែមានបានដោយសារការរកស៊ីគឺវាមានខ្សែទី1គេហៅថាចាខ្សែនេះគឺគេហៅថាខ្សែអាជីវកម្មខ្សែអាជីវកម្មនេះគឺវែងផុតទៅដល់ទួលពុតបែបនេះចាបន្ទាប់មកទៀតគឺមានខ្សែវាសនាដែលមានកម្លាំងល្អចាទៅដល់ទួលចានៃសៅចាដល់ដេកុលមរៀមតែម្ដងណាចាបន្ទាប់មកចាក៏មានខ្សែវាសនានេះក៏មានជើងចាជើងខ្សែវាសនាទប់ជ្រែងចេញអំពីទួលចាំតែទៀតគេហៅថាខ្សែវាសនាដែលមានជើងទប់ជ្រែងណាខ្សែវាសនាបែបហ្នឹងគឺមានកម្លាំងខ្លាំងណាចាបន្ទាប់មកទៀតចាគឺមានចាទួលព្រះអាទិត្យនេះចាគាត់មានខ្សែព្រះអាទិត្យមានជើងទប់ជ្រែងទៅទៀតណាចាអញ្ចឹងខ្សែដែលខ្ញុំចង់បដោតចានេះខ្ញុំគូឲ្យមើលបែបនេះឲ្យស្រួលមើលចាគឺខ្សែវាសនាដែលដល់ចាទួលសៅចាជាមួយនឹងខ្សែអាជីវកម្មដែលផុតដល់ទួលពុតដូចគ្នានៅកណ្ដាលនេះគឺបង្កើតបានចេញជាចាត្រីកោណណាចាត្រីកោណដែលមានចាខ្សែចំណាយចំណូលច្បាស់លាស់អានេះគេហៅថាត្រីកោណដែលពេញលក្ខណៈជាខ្សែថង់លុយចាឬក៏អាចហៅបានម្យ៉ាងទៀតថាថង់មាសថង់ប្រាក់មិនខុសគ្នាទេណាអញ្ចឹងសម្រាប់អ្នកដែលមានខ្សែបែបនេះចាគឺចេញរកស៊ីចោះគឺនឹងបានចាចំណេញច្រើនចាលុយដែលសល់ពីការរកស៊ីនឹងទុកឲ្យគាត់ចាយវាពេលចាស់អត់ពិបាកហើយប្រភេទដៃបែបនេះទៅធ្វើការគឺមិនសូវជាល្អទេណាចាចេញរកស៊ីគឺនឹងល្អជាងណាចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមានចាដៃអកម្មមួយដែលចង់បញ្យល់ចាឲ្យបងប្អូនដឹងអត្ថន័យប៉ុន្តែមុននឹងបញ្យល់ខ្ញុំសូមឆ្លើយ comment នេះបន្តិចណាចាឈ្មោះម្ចាស់ comment ឈ្មោះចាដាវីតនឹកអ្នកក្មេងបែកចាហើយ comment ថាចាលើកំណត់ទេបើគ្មានកំណត់ទោះដៃមិនក៏រកស៊ីមិនកើតដែរយកតែអបិយជំនឿមនុស្សល្ងងមកនិយាយអ្នកជឿចេះតែជឿហើយចាខ្ញុំគ្រាន់តែឃើញចាឈ្មោះចា account របស់ប្អូនហើយចាខ្ញុំដឹងថាកម្រិតចានៃសិលធម៌ប្អូនប៉ុណ្ណាទៅហើយណាប្អូនថាប្អូនអ្នកមានកម្រិតអញ្ចឹងខ្ញុំចង់ដឹងថាតើកម្រិតរបស់ប្អូនសប្តាហ៍ថ្ងៃវាវិវត្តដល់ណាហើយតើប្អូនរកឃើញផ្លូវនៃជីវិតរបស់ខ្លួនឯងហើយឬនៅប្អូនមានសមត្ថភាពអាចរកលុយចាយខ្លួនឯងបានហើយឬនៅប្អូនមានសមត្ថភាពជួយក្រុមគ្រួសារហើយឬនៅប្អូនមានសមត្ថភាពធ្វើជាពលរដ្ឋល្អក្នុងសង្គមហើយឬនៅហើយប្អូនហ៊ាននិយាយថាបើគ្មានគំនិតដៃប្រភេទម៉េចក៏រកស៊ីមិនកើតដែរនឹងប្អូនបានសិក្សាដែរឬអត់ទេតើប្អូនបានយល់ដឹងឬអត់ថាប្រភេទដៃអ្នកដែលរកស៊ីដៃប្រភេទម៉េចប្រភេទដៃអ្នកដែលមានជំនាញដៃប្រភេទម៉េចប្រភេទដៃអ្នកដែលមានបញ្ញាដៃគេប្រភេទម៉េចហើយប្រភេទដៃដែលអត់បញ្ញានឹងដៃគេវាប្រភេទម៉េចហើយបងអូនហ៊ាននិយាយទៀតថាវិជាមើលបាតដៃនេះគឺជាអបិយជំនឿមនុស្សល្ងងខ្ញុំចង់សួរបងអូនថាអញ្ចេះបងអូនដែលដឹងទេបងអូនដែលឮទេបងអូនដែលសិក្សាទេបងអូនដែលស្គាល់ទេថាវិជាមើលបាតដៃនេះគឺគេល្បីទូទាំងពិភពលោកគឺជាវិជាដែលគេទទួលស្គាល់ទូទាំងពិភពលោកដែលគេអាចមើលដឹងអំពីអត្តចរិតមនុស្សដែលគ្រាន់តែមើលខ្នងដៃស្បែកនៃដៃទម្រង់នៃក្រចកហើយនឹងទម្រង់នៃបាតដៃមើលដឹងអំពីអតីតកាលមើលដឹងអំពីបច្ចុប្បន្ននិងអនាគតដូចគ្នាសូម្បីតែការមើលមនុស្សឧក្រិដ្ឋជនឬក៏មនុស្សដែលមានប្រយោជន៍ឬក៏មនុស្សអត់ប្រយោជន៍ហ្នឹងចាគេមើលដឹងដូចគ្នាមើលតែប្រអប់ដៃក៏ដឹងដែរឆ្ងាញ់ពាក្យចុងក្រោយដែលថាអ្នកជឿចេះតែជឿហើយហ្នឹងអញ្ចឹងបានន័យថាអ្នកដែលជឿលើការទូទាំងពិភពលោកហ្នឹងចិត្តសិតតែអ្នកល្ងងចាឆ្លាតតែប្អូនមួយទេនៅលើโลกហ្នឹងអញ្ចឹងប្អូនដូចឆ្លាតជ្រុលពេកហើយចាអញ្ចឹងចាខ្ញុំអត់មានអីនិយាយបន្ថែមទៀតទេយើងចូលមកដល់បាតដៃរបស់យើងបន្ថែមសម្រាប់ដៃអកម្មឥឡូវយើងមើលចាខ្សែជីវិតមុនចាបន្ទាប់មកក៏ខ្សែគូក្បាលចាបន្ទាប់មកទៀតក៏ខ្សែបេះដូងណាចុងក្រោយគេខ្ញុំចង់ចាបងប្អូនពិនិត្យមើលចេះសម្រាប់ដៃដែលអត់មានខ្សែជំនួយបែបនេះដៃដែលអត់មានខ្សែជំនួយរលោងស្អាតបែបនេះចាគឺគេហៅថាដៃអកម្មហើយមានន័យថាមនុស្សហ្នឹងគឺមិនសូវមានការគិតខ្វល់ខ្វាយអីច្រើនប្រហែលទេហើយក៏មិនសូវមានខ្សែបុណ្យចាស់មកជំនួយគាត់ផងដែរប៉ុន្តែចាយើងពិនិត្យមើលចាទម្រង់ជោគជតាទាំង3របស់គាត់ល្អចាគឺថាចាខ្សែខួរក្បាលរបស់គាត់ហ្នឹងគឺកោងស្អាតមែនទែនអញ្ចឹងបញ្ជាក់ថាមនុស្សហ្នឹងគឺមានភាពឆ្លៀសវៃមានភាពវៃឆ្លាតអញ្ចឹងភាពឆ្លៀសវៃឆ្លាតការគិតវែងឆ្ងាយរបស់គាត់ហ្នឹងនឹងជួយឲ្យដំណើរជីវិតរបស់គាត់ល្អហើយអ្នកដែលមានចាប្រភេទដៃអកម្មបែបនេះបើយកប្រពន្ធអ្នកដែលដៃរបៀបថាគេមានបុណ្យច្រើនដៃគេ
សកម្មជាងគឺយត់យងមនុស្សនេះឲ្យល្អណាចាឲ្យល្អហើយអត់នៅវ័យចាស់ក៏អត់ប្របាក់ដែរអញ្ចឹងសរុបជារួមទៅបាតដៃគាត់ខ្សែដែលល្អទី1ខ្សែខួរក្បាលកោងស្អាតចាមានន័យថាគាត់ឆ្លាតវៃមនុស្សដែលគិតវែងឆ្ងាយចាទី2ចាខ្សែកញ្ចៅដៃគាត់ណាចាកញ្ចៅដៃនៃមេរៀមទាំង10របស់គាត់ក៏មានកញ្ចៅដែលល្អជួយជំនួយគាត់ដែរហើយចុងក្រោយគេគឺខ្សែវាសនាដែលខ្ញុំគូកណ្ដាលបាតដៃហ្នឹងចាក្រហមបន្តិចហ្នឹងចាគឺពីក្នុងចាអាយុ40ដល់50មានន័យថា10ពេល10ឆ្នាំគឺគាត់មានឱកាសក្នុងការរកលុយច្រើនខ្សែវាសនាគាត់អណ្ដែតហើយបើក្នុងអាយុនោះខ្ញុំនិយាយចឹងករណីដែលគាត់បានយកប្រពន្ធដែលជួយជំនួយគាត់ទៅទៀតនោះចាខ្សែដៃគេមានបុណ្យគេទៅទៀតចាជួយជំនួយគាត់ក្នុងអាយុ40ហើយ50ហ្នឹងចារឹតតែគាត់ល្អខ្លាំងទៅទៀតនៅក្នុងអាយុដែលគាត់ខ្សែវាសនាដែលឡើងហ្នឹងអញ្ចឹងគឺតែធ្វើឲ្យម្ចាស់បាត់ដៃអត់ពិបាកទេនៅវ័យចាស់ណា